ការដែលអ្នកដទៃហ្នឹងគេមិនពេញចិត្តយើងការដែលអ្នកដទៃហ្នឹងមិនឲ្យតម្លៃយើងខ្ញុំត្រូវចាំថាអានេះវាអាចថាមកពីក្នុងចិត្តរបស់គេហ្នឹងមើលមិនឃើញពីចំណុចល្អក៏ដូចជាបំណងល្អរបស់យើងដែលយើងមានទៅកាន់គេហើយដូច្នេះហើយយើងមិនគួរទៅតូចចិត្តស្អិតទ្រង់ជាមួយនឹងពាក្យជាមួយនឹងទង្វើរបស់អ្នកដទៃដែលគេមើលមិនឃើញពីតម្លៃរបស់យើងទេហើយនេះវាអាចថាមកពីគេហ្នឹងមើលមកយើងថាយើងនេះជាមនុស្សដែលគ្មានតម្លៃសម្រាប់គេហើយតែគេនឹងគ្មានចិត្តថាឲ្យនៅក្តីស្រឡាញ់មកកាន់យើងក៏ថាបានដែរនៅពេលដែលយើងជួបមនុស្សបែបនេះមិនគួរណាយើងទៅបដិប្រោជាមួយនឹងមនុស្សបែបនេះទៅដេកសម្រក់ទឹកភ្នែកព្រោះតែមនុស្សបែបនេះអានឹងវាខាតពេលវាខាតប្រយោជន៍សម្រាប់ខ្លួនយើងបើគិតថាគេនឹងមិនឲ្យតម្លៃបើគិតថាគេនឹងមើលមិនឃើញពីបំណងល្អរបស់យើងអានឹងក៏គួរតែយើងហៅសកម្មឲ្យគេចឹងគិតថាគាត់នឹងវាមិនជាគូជីវិតរបស់ខ្ញុំបានជាគេមើលមិនឃើញពីបំណងល្អបានជាមើលមិនឃើញពីសេចក្តីល្អរបស់ខ្ញុំហើយនេះយើងរៀនហៅសកម្មឲ្យគាត់តែនឹងក៏វាជាផ្នែកធ្វើឲ្យផ្លូវចិត្តរបស់យើងមិនសូវមានបន្ទុកសម្រាប់ខ្លួនឯងមិនសូវពិបាកចិត្តសម្រាប់ខ្លួនឯងចឹងដែរពីព្រោះមនុស្សដែលមានបញ្ហាផ្លូវចិត្តច្រើនវាអាចតែគាត់នឹងវាជួបប្រទះប៉ះទង្គិចទៅនៅក្នុងរឿងអ្វីមួយដែលធ្វើឲ្យផ្លូវចិត្តរបស់គាត់នឹងមិនរីករាយមិនសប្បាយយើងត្រូវចាំថាបើកាលណាគេទៅចោលយើងក្នុងចិត្តរបស់គេគ្មានទុកថាយើងជាមនុស្សសំខាន់សម្រាប់គេយើងអ្នកដែលត្រូវបានគេទៅចោលហ្នឹងក៏មិនគួរណាទៅតូចចិត្តស្អិតទ្រូងខូចចិត្តពិបាកចិត្តជាមួយនឹងមនុស្សដែលគេទៅចោលយើងអញ្ចឹងទេព្រោះក្នុងចិត្តរបស់គេអត់មានគិតថាយើងជាមនុស្សសំខាន់ទេអញ្ចឹងរឿងអីដែលយើងត្រូវទៅបដិបដួលជាមួយមនុស្សដែលមិនបានទុកយើងជាមនុស្សសំខាន់សម្រាប់គេបលែងចោលទៅបើគិតថាគេមិនស្រឡាញ់យើងបើគិតថាគេនឹងអស់ចិត្តពីយើងហ្នឹងឲ្យគេទៅថាទោះបីយើងចង់ខាត់ខាំងទោះបីយើងចង់បង្ខាំងគាត់មិនឲ្យទៅក៏វាបានត្រឹមតែជាការបង្ខាំងប៉ុន្តែចិត្តរបស់គេយើងមិនអាចបង្ខាំងបានបើគេចង់ទៅហើយគេទៅថាចិត្តរបស់យើងនោះទៀតសោតក៏ត្រូវតែគិតថាបើគេចង់ទៅទោះបីយើងខាត់ហ្នឹងក៏វាមិនអាចជាប់ដែរទោះបីគេនៅក៏ប៉ុន្តែចិត្តរបស់គេវានៅជាមួយយើងណាអញ្ចឹងទៅបីយើងចង់ខាត់ខាំងគេទៀតក៏វាគ្មានន័យអីដែរអញ្ចឹងបើកាលណាគេទៅសំខាន់យើងគិតខ្លួនឯងថាទោះបីគេនៅក៏យើងមិនមែនជាមនុស្សសំខាន់សម្រាប់ជីវិតរបស់គេដែរបើគេចង់ទៅហើយបើគិតថាយើងជាមនុស្សល្អមិនខ្វះអ្នកដែលល្អច្បាស់ណាស់តែគេនឹងចូលមកក្នុងជីវិតយើងរស់នៅជាមួយយើងបានបង្កើតទៅជាសេចក្តីសុខសុភមង្គលសម្រាប់យើងចឹងដែរហើយมันបាច់ទៅបដិបដួលជាមួយនឹងបុគ្គលណាដែលគិតថាมันបានឲ្យតម្លៃយើងដែលមើលយើងក្នុងផ្លូវមិនល្អហ្នឹងនឹងកុំទៅបដិបដួលជាមួយបុគ្គលបែបហ្នឹងច្រើនពេកព្រោះវាធ្វើឲ្យចិត្តរបស់យើងមិនល្អវាធ្វើឲ្យជីវិតរបស់យើងមិនប្រសើរទេអញ្ចឹងណា